បាទសួស្តីពុកម៉ែបងប្អូនទាំងអស់ក្នុង YouTube ថ្ងៃនេះដែរខ្ញុំបានលើកយកនៅយន្តការពារនៅអំពើមាន3ប្រភេទតែបងប្អូនបានចូលទៅខមមិននៅក្នុង YouTube របស់ខ្ញុំចង់បាននៅយន្តការពារនៅអំពើហើយយន្តទាំង3នេះអាចធ្វើជាកថាពាក់សម្រាប់ការពារបានពុកម៉ែបងប្អូនណាយន្តនេះមាន3ប្រភេទទី1គឺយន្តការពារអំពើទី2ការពារអំពើស្នេហ៍ទី3ការពារព្រាយបាន100គុណផងដែរហើយយន្តទាំង3នេះពុកម៉ែបងប្អូនអាចចម្លងយកទៅប្រើប្រាស់ធ្វើជាកថាពាក្យផងដែរហើយក៏សូមអរគុណពុកម៉ែបងប្អូនរាល់ការគាំទ្រហើយនឹងបានខមមិនល្អសម្រាប់វីដេអូរបស់ខ្ញុំបាទហើយខ្ញុំបាទក៏សូមថ្លែងអំណរអរគុណទៅដល់ពុកម៉ែបងប្អូនដែលស្រឡាញ់ការរាប់អាននៅក្នុងchannel របស់ខ្ញុំផងដែរហើយយន្តទាំងអស់នេះសិតសឹងតែជាយន្តបុរាណខ្មែរដែលដូនតាខ្មែរយើងធ្លាប់តែប្រើប្រាស់តាំងពីសម័យយូរលង់មកហើយបានតមួយចំនួនទៅមួយចំនួនអំពីចាស់ព្រឹទ្ធាចារ្យរហូតមកដល់តារបស់ខ្ញុំហើយនឹងបានចេះមកដល់ខ្ញុំផងដែរហើយក៏បានបន្សល់ទុកនៅក្បួនខ្នាតបន្តិចបន្តួចហើយខ្ញុំធ្វើវីដេអូចែកអនប្លេកទៅពុកម៉ែបងប្អូនដើម្បីទស្សនាយកទៅប្រើប្រាស់ទៅតាមពុកម៉ែបងប្អូនត្រូវការហើយបងក៏បានខមមិនសុំយកយន្តការពារអំពើអញ្ចឹងបងអូនក៏សូមជូន3ទៅបងប្រុសផងដែរដែលខមមិនហើយយន្ត3នេះទី1គឺយន្តបាំងអំពើស្នេហ៍ហើយនឹងបាំងព្រាយ100គុណហើយយើងធម្មតាយើងដឹងហើយព្រាយគេធ្វើស្នេហ៍គេធ្វើតាមព្រាយគេធ្វើតាមអ្នកតាគេធ្វើតាមអ្វីផ្សេងហ្នឹងពុកម៉ែបងប្អូនអញ្ចឹងយើងអាចប្រើ3យន្តនេះអាចនឹងជួយពុកម៉ែបងប្អូនការពារអំពីអំពើហើយបើសិនជាបើគេធ្វើអំពើតាមចំណីអាហារឬកាមអីផ្សេងសូមបងប្អូនប្រុងប្រយ័ត្នព្រោះយើងមិនអាចមើលឃើញឬក៏ប៉ះពាល់បានទេហើយបើសិនជាគេឲ្យនំចំណីឬក៏ទឹកឲ្យផឹកបើពុកម៉ែបងប្អូនសង្ស័យបងប្អូនអាចយកដៃហ្នឹងញីយើងអាចសូត្រថាបាណាបៈបាណាបាបាណាបៈបាណាបាដៃជួយនៅស្ដាំម៉ែបងប្អូនហើយយើងអាចសូត្រអញ្ចឹងហើយយើងយកដៃទៅដាក់ពីលើកែវឬក៏លើនំចំណីហ្នឹងតែយើងហូបតែខាងលើបានហើយខាងក្រោមយើងកុំហូបដោយសារអីវាអាចអំពើហ្នឹងវាអាចនៅធ្លាក់ទៅខាងក្រោមអញ្ចឹងយើងអាចហូបបានអាហ្នឹងបានតែអំពើអំព័ន្ធតែបើឆ្នាំគេដាក់ផ្សេងយើងមិនអាចការពារបានទេបងប្អូនណាហ្នឹងហើយអញ្ចឹងក៏សូមជម្រាបលាអរគុណ